សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកជាមួយនឹងភាសា C++ Programming ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូដែលខ្ញុំបានចែករំលែកហ្នឹងឥឡូវយើងចូលមកក្នុងមេរៀន C++ យើងទាំងអស់គ្នាមេរៀន C++ ហ្នឹងគឺខ្ញុំបានរៀបចំនៅក្នុង document នៅក្នុង Word អញ្ចឹងមកមើលមកថាភាសា C++ ហ្នឹងយើងសិក្សាពីណាទៅអញ្ចឹងទី1យើងនឹងសិក្សាអំពី Cout console output អញ្ចឹង Cout ហ្នឹងត្រូវបានប្រើសម្រាប់បង្ហាញ object ឬព័ត៌មាននៅលើឧបករណ៍មួយដែលគេហៅថា console output console គឺអាផ្ទាំងខ្មៅហ្នឹងយើងតិចទៀតយើងនឹងឃើញហើយដែលជាទូទៅសំដៅទៅលើអេក្រង់ខ្មៅអីហ្នឹងទៅហើយយើងមានសញ្ញានេះសញ្ញាហ្នឹងត្រូវបានគេប្រើជាមួយនឹង Cout ហើយសញ្ញានេះគេហៅថាសញ្ញានិពន្ធជាភាសាខ្មែរសញ្ញានិពន្ធហើយជាភាសាអង់គ្លេសគេហៅថា stream insertion operator ហើយ Cout syntax របស់ Cout គឺ Cout ហើយ expression and manipulator យើងមាន expression និង manipulator តគ្នារហូតអញ្ចឹងគឺ syntax របស់វាតាមពិតទៅជាទូទៅយើងសរសេរតែប៉ុណ្នេះទេឬក៏ប៉ុណ្នេះអីទេគឺចប់ឬក៏យើងអាចទៅសេតទៅទៀតបានច្រើនអញ្ចឹងអីគេជា expression expression ហ្នឹងត្រូវបានវាយតម្លៃហើយតម្លៃរបស់វាត្រូវបង្ហាញនៅចំណុចកំពុងបញ្ចូលមកលើ console ឧបករណ៍បង្ហាញព័ត៌មាននេះគឺជាទ្រឹស្ដីផងវា expression ហ្នឹងហើយ manipulator គឺត្រូវបានប្រើប្រាស់សម្រាប់កំណត់ទម្រង់លក្ខខណ្ឌបញ្ចេញលទ្ធផលឬព័ត៌មាន manipulator ដែលមានលក្ខណៈងាយបំផុតគឺ and ហ្នឹងគឺយើងចុះបន្ទាត់ហ្នឹងឯងវាស្មើនឹងពាក្យ /n ហើយក៏ប៉ុន្តែអានេះគឺជា manipulator ដោយ manipulator ហ្នឹងគឺវាខុសពី expression គឺគេតាំងអញ្ញត្តិហើយហៅវាយកមកប្រើក៏ប៉ុន្តែ manipulator គឺអត់តាំងដោយអញ្ញត្តិទេគឺហៅគេហៅថាkeyword ដែលមានស្រាប់ហ្នឹងយកមកប្រើអញ្ចឹងយើងតទៅទៀតគឺដែលនាំឲ្យចំណុច insertion នេះផ្លាស់ទីទៅកាន់ផ្នែកខាងដើមនៃបន្ទាត់នៅបន្ទាប់អញ្ចឹងឧទាហរណ៍ទី1គឺយើងមាននេះប៉ុណ្នេះយើងមានប៉ុណ្ណឹងនេះគឺជាទម្រង់ដែលយើងត្រូវសរសេរកូដផងយើងអញ្ចឹងប៉ុណ្នេះគឺយើងចូលទៅតេស្តជាក់ស្ដែងទៅដោយទី1របៀបបើកនៅភាសា C++ ដែលយើងនឹងយកមកប្រើគឺកម្មវិធី del C++ ផងយើងគឺយើងមានស្រាប់ហើយយើងអ្នកទាំងអស់គ្នាចាំទៅឡើងខ្លួនឯងណាព្រោះហ្នឹងវាងាយស្រួលទៅឡើងដែរអញ្ចឹងយើងចុច start មកបើសិនបើអត់មានចុច start window នេះចុចលេខហ្នឹងមកហើយយើងវាយពាក្យថា del នេះ del C++ នេះតាមពិតរបស់ខ្ញុំវាចេញបែបនេះក៏ប៉ុន្តែវាដើរដំណើរការធម្មតាគាត់ថាវាចេញពណ៌សដោយសារវា slow អញ្ចឹងណាអញ្ចឹងតម្រង់ផនកម្មវិធីហ្នឹងគឺវាមានប៉ុណ្ណឹងវាប៉ុណ្ណឹងបន្ទាប់មកនៅពេលដែលយើងចង់សរសេរ
កម្មវិធីសរសេរ program នៅក្នុងហ្នឹងគឺយើងគ្រាន់តែចុច file ហើយយក new ហើយយក source file ឬក៏ចុច control N អញ្ចឹងយើងយក source file ហើយយើងសរសេរទៅដាក់វារៀងធំតិចហើយសរសេរដោយទី1គឺ include header file អាយ៉ា include io stream ហើយ using namespace ដើម្បីយ៉ាstd ហ្នឹងហើយ in main ផងយើងតម្រងដែលយើងមានស្រាប់នោះតមក return 0នឹងប៉ុណ្ណឹងតបមកយើងចង់តម្រងរបស់ cout មានអីគេមិញ cout ចេះហើយ stream insertion operator តមកថ្មិញកដុល1ថ្មិញកដុលនេះគឺយើងសរសេរនៅក្នុងហ្នឹងដើម្បីបង្ហាញនៅក្នុង console hello c++ programming ណា program មីងបន្តមកបញ្ចប់ដោយ semicolon នេះគឺជាតម្រងទូទៅផងវាដោយ cout ផងយើងគឺប៉ុណ្នេះមានប៉ុណ្្នឹងតបមកយើងត្រូវការ compile ដើម្បីឲ្យវា console ទៅលើផ្ទាំង console ផងយើងសូនៅកូន program ទូចមួយនេះដោយវាថា programming ស្អីខុស programming អានេះអញ្ចឹងយើង compile ទៅហើយយើងវានឹងធ្វើការ save តមកយើងដាក់វានៅលើ desktop នេះហើយឥឡូវយើងធ្វើការចុចទៅលើ desktop ហើយខ្ញុំ save ទុកវានៅក្នុងនេះ learning of university អញ្ចឹងsave ទុកនៅក្នុងនេះតបមកយើងដាក់វាថា cout listen cout អូខេតបមកយើងកន្លែងនេះយើង .cpp extension ផងវាឬក៏យើងមិនបាច់ចាំទៅសេក៏បានដែរឲ្យតែយើងដាក់ថា C++ source file ហ្នឹងទៅគឺវា save ឲ្យ auto អញ្ចឹងយើង save ហើយយើងវានឹង namespace std ខុសកន្លែងហ្នឹង std អញ្ចឹងយើងអាច run បាននេះមានប៉ុណ្ណឹងគឺវាបញ្ចេញមក hello C++ programming អញ្ចឹងមួយទៀតគឺបើសិនបើយើងចង់បង្កើតអាញាត់យើងមានឧទាហរណ៍ចំនួនឥឡូវយើងមានឧទាហរណ៍ចំនួនប៉ុន្មានចំនួន3ឧទាហរណ៍ចុះដែលយើងនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលដោយឧទាហរណ៍ទី1គឺយើងប្រកាសអាញាត់ដោយអាញាត់នោះគឺខ្ញុំធ្វើការប្រកាសតែ in មួយទេគឺ in x ស្មើ123អញ្ចឹងនាំឲ្យ x cout មកយើងបញ្ចេញវា
cout ហើយយើងដាក់មកដាក់ថាnumber យើងដាក់ថា x console x ចឹង console x យ៉ា console x ស្មើ console x ស្មើ x ចឹងទៅ console x ស្មើ x អីចឹងទៅហ្នឹងហើយអញ្ចឹងវានឹងបញ្ចេញតម្លៃមក console នៅលើ console x ហ្នឹងគឺវាមានបោះលេខឲ្យ1 2 3អីចឹងទៅអញ្ចឹងយើង console មកអញ្ចឹងយើង complete ណា complete ដាក់ endl ផង endl ដោយ endl នេះគឺវាជាកូដសម្រាប់ចុះបន្ទាត់មកនេះ console x ស្មើ1 2 3ចឹងដែរហ្នឹងហើយឧទាហរណ៍មួយទៀតងាយយើងមានឧទាហរណ៍ចំនួនប្រហែលឥឡូវកន្លែងនេះឧទាហរណ៍ចំនួនឧទាហរណ៍ទី1យើងដាក់វាមកលើមក cout ហើយយើងខាន់វាមួយមកខាន់នៅបន្ទាត់នេះយើងដាក់ថាលេខ2ហើយយើង endl យើង copy វាមកអាហ្នឹងយើងរៀបចំវាណារៀបចំវាឲ្យស្អាតទៅស្រួលមើលអានេះឧទាហរណ៍ទី1អានេះឧទាហរណ៍ទី2តបមកឧទាហរណ៍ទី3ឧទាហរណ៍ទី3គឺយើងធ្វើការយើងធ្វើការមកស្គាល់អំពី tab យើង tab ទិន្នន័យឲ្យចេញឆ្ងាយពីគ្នាដោយយើងប្រកាសបញ្ញត្តិ2ក្នុងនោះគឺមាន in ប្រកាស2គឺមានតែ integer ទេគឺប្រកាស a ស្មើ256ដោយ in b ស្មើ767អញ្ចឹងយើងធ្វើម៉េចឲ្យលេខ2ហ្នឹងវាចូលគ្នាហើយលេខ2ហ្នឹងវាធ្វើការនៅបន្ទាត់ជាមួយគ្នាហើយមាន tab clear មួយអញ្ចឹងទៅអញ្ចឹងយើងគ្រាន់តែប្រកាសមក cout stream insertion operator ហ្នឹងហើយយើងសរសេរមកយើងដាក់ថា console a ស្មើ console a ស្មើ console a ស្មើ a អញ្ចឹងដាក់ប៉ុណ្ណេះមកហើយបន្ទាប់មកយើងដាក់តទៀតថា console អានេះយើងរបៀបសរសេរតគ្នាណា console b ស្មើ console b ស្មើ b ចឹងមកដោយត្រង់កន្លែងនេះគឺយើងនឹងឃើញហើយថាតិចទៀតវាមិនអញ្ចឹងយើងដាក់ចុះបន្ទាត់មួយមក endl អញ្ចឹងយើងធ្វើការសមើល console មើលទៅដោយវាជាប់គ្នាបែបនេះ
tên này tầng pi nó cơ bia nơi có bài cái này chạy nơi có bài nơi chọp cái này chứ chọp cái này mùi bẩn tuột chứ chẳng như thôi bia nhờ tranh bị cái này mà thẹp chẳng như thôi mấy này dương mà score làm pi nị muối cái hai thà thẹp muối chẳng dừng này máu dừng còn để đặt slash thì phần này máu nếu viên nâng thẹp muối thẹp này này cứ việc khơi lấy chẳng vì nó cứ việc nhẹ tranh vì kia mùi thẹp nó việc ai thàประมาณ character đây chẳng dương miền ưu tiên ho phần này hói và trọp tiết dương châu đó ưu tiên ho tì chỗ đó ưu tiên ho tì 4 rồi ưu tiên ho tì 4 cứ dương thôi ca kẹn này lại đời giật lỡ dân cái này mua sánh hạt máu tọt máu dân kẹn này dương xạ cái riêng kẹn này mà nè đẩy bộ độ thom đà dân đời dân bạc ca anh nhặt muối đòi in o smart 256 chẳng chẳng năng dân máu squall tru sẵn nè dân ở toàn đó là cả kẹn này cả squall nơi variable squall nơi ấy thì cứ dân thua cả squall tích đòi nhưng mà bà hai ta in mùi xanh đấy tọt máu nhưng nâng bà hai nhờ to tiết đòi bà hai nì nhưng nâng tìm mối nhưng bà hai nhờ xì áo rồi tọt máu video đi phí nhưng bà hai nhờ xì in video đi bay nhưng nâng bà hai khơ lock clock hay xì in get ấy function vào mà nâng nhưng nâng bà hai còn mà video mùi đặt để lại chẳng nhưng bà hai phần này sẵn thì mũi chẳng đòi lấy dương bên phần năng hỏi hay dương thưa ca kẹn này sẵn một nâng châu si in cứ dương thử chạy kẹn này tích sẵn chẳng đòi smart pi rồi ha sắp vào mũi chẳng đòi in o tiết dương bậc ca anh nhặt mùi tiết in dú smart nâng ha sắp hỏi dừng mà thưa ca cạnh này chỗ này đợi in tiết in ó bốc in ó bốc cho môi nâng dú hay smart xì chẳng màu in ó bốc cho môi nâng dú hay smart xì chẳng dân chơi kiện này ấy nơi dân giờ ó bột nâng dú smart xì chẳng dân còn đó hào xì màu mờ mất thao bia màu của màn chẳng dân xì ảo máu stream insertion operator hay dân đã thá number dân hào về mà xanh nằm dân hào đã tham mấy cái này đã thành number o ní number o smart chẳng number o nắng smart sau o tập áo dân pra thẹp mà thẹp máu dân bạch pra thẹp hay dân pra clear mùi dân mà clear chẳng ấy nắng cái hai độ clear chẳng được hỏi dân đã thá number u
tiếp máu number u small u number u small u number u small u tập máu dương này màu của number u small u này cứ dương đạn dương giờ lấy đi rồi 25 giờ mà đạn này lại ó hay 20 này giờ mà đạn lại u này vô vào đấy này giờ miền lệ cái này spokesman tích cái này những cái còn thay những ai vô bàn chẳng hay cái này đấy cứ chỉ độ clear ca độ clear space ha mặt space chẳng được anh ấy dương 300 bao thẹp chẳng chú nơi cái lại nặng hói và to máu dương đạn này máu nhằm bởi dù mà bản nắng hay dương giờ chú ok nắng một phần năng sấn tọt máu dương thôi ca kẹn là nía thôi ca bằng hai ca kẹn nía chẳng đôi và hai ca kẹn nía lấy dương console mở sấn lại về error error lại lần men đôi ní cư dương ai ní chân tế dương thôi ca baka ca che dương baka giờ baka si máu si xe nhân tới đợi si ní smart bột áo u chê bạn bị trầm trừ để sao ta bây giờ lấy nè clean tích là bây giờ lấy vì rồi sập mũi nấy giờ mà chuột trộn nó ó hay giờ lấy sắp chuột đấy tập máu vì bột sột chuột nấy vì tục nấu nòng cái xì này là ngày về bạn đấy trắng dương thường chẳng ấy dương chấp đào này vì lấy dương bạc hà nhật nòng nòng đất lấy dương mưa xanh dương cầm pha mưa xanh chọn lấy sorry dương cầm pha mưa xanh pha mưa tới rồi ní number o mà vì rồi 25 number u mà 20 chẳng dừng giờ lấy pi đắng giờ mà bạc hà này máu hỏi chẳng mà 20 chẳng đâm lại lấy tầng pi nắng o xì u thí xì áo ó hơi dương 50 tiết còn đấy top máu đạn u đã thay du hơi nhưng đã sinh nhà đấy ta thật smart chắc là tròn lại đấy cứ dương đã lấy lịch bố cái này tròn lại nắng viêm men đấy để tạm bắt việc si son kia rồi hỏi vì bầu nơi khẳng lơ hỏi còn là dương bạc hà mà thì anh ấy dương bạc hà dùng son số việt miền ấy thế anh ấy giờ dương chập vì anh ấy giờ mà trồ này anh ấy cái hai tha manipulator đúng không không vuông cái chỗ nữa manipulator vi chia manipulator bây giờ anh ấy cái chữ expression này nè anh ấy expression nè expression dừng giờ vì mà đạn đừng quá cái hai đó expression chẳng nhầm phải chạm vào em đồng tiết ha anh ấy cứ stream insertion operator đó á cái hai là stream insertion operator đó báo si áo đấy cứ miền srap cứ function phần bìa keyword phần bìa chẳng dừng này máu smile ghế dừng đã insertion operator insert nó miền đây thôi việc tia nhà làm lái nữa tia nhà lấy chẳng do mà đạn
វាយកមកកន្លែងហ្នឹងបើអត់ដាក់ហ្នឹងគឺ error ឥឡូវខ្ញុំសាកអត់ដាក់ខ្ញុំ error ជមើលដាក់អក្សរ C នៅកន្លែងហ្នឹងហើយខ្ញុំចុចចេញមក error ឃើញ error ទេដោយសារតែវាអត់មាន insertion នៅក្នុងហ្នឹងអញ្ចឹងគេហៅថា stream insertion operator អញ្ចឹងយើងត្រូវតែដាក់អាហ្នឹងណាយើងទៅសេមក clear គឺយើងត្រូវតែទៅសេតអាហ្នឹងមួយអញ្ចឹងយើងចាំមក255បូកឲ្យ50ស្មើនឹង C ស្មើនឹង C ហ្នឹងស្មើមែនឥឡូវយើងមើលស្មើមែនផ្លេចអីគេsorry ផ្លេច insertion operator ហ្នឹងហើយកន្លែងនេះក៏ដែរចឹងហ្នឹងហើយ insertion operator នៅត្រង់កន្លែងនេះសម្បីតែកន្លែងហ្នឹងក៏យើងត្រូវមាន insertion ណា insertion operator ដើម្បីមើលវាណាអញ្ចឹងយើងនេះមកយើង complete ENDL ដែលឲ្យវាចុះបន្ទាត់អញ្ចឹងទៅអាហ្នឹងក៏យើងត្រូវប្រើ insertion operator ដើម្បីហៅENDL ហ្នឹងមកប្រើបានដែរអញ្ចឹងតោះតែហៅអាហ្នឹងយើងមិនចេះតែសរសេរណាអញ្ចឹងយើងរ៉ានមកវាស្គាល់វារ៉ានបានអញ្ចឹងនេះដោយsorry អញ្ចឹងឃើញវានៅបន្ទាត់ជាមួយគ្នាសារអីសារតាចែសារតាអានេះយើងអត់បានដាក់insertion operator inline next line យើងភ្លេចដាក់ ENDL ENDL អាណាមកតោះមកយើងរ៉ាន់វាមកហើយវានឹងចុះដើមបន្តឃើញអត់អញ្ចឹងយើងយកមកនេះ number O យើងមើលមកជាងគេតាំងដាក់ O ហ្នឹងអូយច្រឡំដាក់ number តែយើងមើលខែបណាតាមយើងយល់ហ្នឹងហើយកន្លែងនេះក៏ផ្លេចដែរឃើញអត់ផ្លេចច្រើនណាអញ្ចឹងចាំយើងទៅវិញយើងនឹងធ្វើការលេខក៏ផ្លេចដូរលេខដែរអញ្ចឹងហ្នឹងស្មើ256អញ្ចឹង u នេះស្មើនឹង50អញ្ចឹងដោយអក្សរ o ស្មើ256បូកនឹង u ស្មើនឹង50អញ្ចឹងវាបូកចូលគ្នាទៅវាស្មើនឹង306អញ្ចឹង306អញ្ចឹងឥឡូវយើងធ្វើឃើញទៅថាវាមានបញ្ហា error line អញ្ចឹងដោយសារតែយើងរៀបចំវាអត់បានល្អអញ្ចឹងយើងគ្រាន់តែនេះយើងគ្រាន់តែនេះមកគ្រាន់តែធ្វើការ end line វាមកនេះដោយអាហ្នឹងកន្លែងហ្នឹងវាអត់មាននេះអត់មាន inline អញ្ចឹងវា load x ស្មើនេះend line លេខ2លេខ3លេខ4អញ្ចឹងនេះលេខ4អញ្ចឹងទៅមើលនេះត្រង់លេខពេលនេះមានតានេះត្រង់លេខនេះត្រង់លេខហ្នឹងវាអត់មាន ENDL end line អញ្ចឹងมันវាធ្វើការខុសប្រក្តីអញ្ចឹងយើងមានប៉ុណ្ណឹងហើយយើងមើលនេះឃើញទេឧទាហរណ៍ទី1 hello C programming language ឧទាហរណ៍ទី2 console x ស្មើ1 2 3ដែលយើងប្រកាសបញ្ញត្តិ in មិញហើយមួយទៀតឧទាហរណ៍ទី3គឺ console A ស្មើនេះអាហ្នឹងយើងប្រកាសបញ្ញត្តិ2ហើយយើងធ្វើការ tab line វានេះកន្លែងនេះកន្លែង tab ឲ្យវាច្រឡោះបន្តិចត្រង់កន្លែងនេះnumber O ស្មើនេះមិញហ្នឹងយើងបានប៉ុណ្ណឹងហ្នឹងហើយវីដេអូកូដផងយើងមានតែប៉ុណ្ណឹងទេវីដេអូទី1ហ្នឹងចាំចូលដល់វីដេអូទី2យើងនឹងធ្វើការសិក្សាអំពី C in អានេះគឺ function មួយដែលថា C out ហើយនឹង in យើងសិក្សាបាន2ហ្នឹងហើយ3ទាំងគេហៅថា tab line នេះក៏យើងស្ថិតក្នុងការសិក្សាមួយដែរព្រោះយើងប្រើច្រើននៅតិចទៀតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណចាំជួបគ្នានៅវីដេអូ